សូមជំរាបសួរលោកគ្រូអ្នកគ្រូបាទក្នុងវីដេអូនេះដែរខ្ញុំនឹងណែនាំអំពីការគ្រប់គ្រងថ្នាក់រៀនបាទអញ្ចឹងចំពោះថ្នាក់រៀនគឺយើងចាំបាច់ត្រូវបង្កើតជារៀងរាល់ឆ្នាំនៅដើមឆ្នាំសិក្សាអញ្ចឹងដើម្បីយើងបង្កើតថ្នាក់រៀនបានយើងត្រូវចូលទៅក្នុងថ្នាក់រៀនបន្ទាប់មកទៀតយើងទៅបង្កើតថ្នាក់រៀនថ្មីអញ្ចឹងក្នុងករណីនេះខ្ញុំបង្កើតថ្នាក់ទី1ងបាទទី1បញ្ជាក់ដែរចំពោះឈ្មោះថ្នាក់គឺដាក់កខកខងឬក៏ ABC ទៀតខ្ញុំដាក់ងគ្រូបន្ទុកថ្នាក់បាទកន្លែងនេះបើសិនណាបើយើងអត់រើសទេអញ្ចឹងអត់មានគ្រូណាអាចចូលដាក់បន្ទុកឬក៏អីបានទេអញ្ចឹងត្រូវតែរើសទីហោខ្ញុំយកចន្ទ្រាស្ថានភាពដំណើរការបាទថ្នាក់រៀនដំណើរការចំពោះវត្តមានយើងមានជាប្រចាំថ្ងៃអញ្ចឹងតើថ្នាក់ទី1ងហ្នឹងគាត់អាចដាក់វត្តមានប្រចាំថ្ងៃឬក៏ប្រចាំខែអញ្ចឹងបើក្នុងករណីគាត់អាចហៅវត្តមានឬក៏ដាក់វត្តមានសិស្សប្រចាំថ្ងៃបានអញ្ចឹងយើងយកថាបាទចាស់បាទក្នុងករណីដែលគាត់មិនអាចដាក់បន្ទុកប្រចាំវត្តមានប្រចាំថ្ងៃបានទេយើងយកមិនមានអញ្ចឹងគាត់អាចដាក់បន្ទុកប្រចាំខែបាទអញ្ចឹងខ្ញុំឧទាហរណ៍យកជាប្រចាំថ្ងៃបាទចាស់បាទពហុភាសាបាទអញ្ចឹងបើសិនណាបើគាត់មានយើងអាចដាក់ទៅបាទតាមហ្នឹងអញ្ចឹងអ្វីដែលនេះហ្នឹងគឺតកតងមុខវិជ្ជាបាទចំពោះពុំមុខវិជ្ជាសម្រាប់កម្រិតថ្នាក់អញ្ចឹងក្នុងករណីលោកគ្រូបង្រៀនពីដើមឆ្នាំដល់ចុងឆ្នាំសិក្សាគ្រូអាចជ្រើសរើសតាមនេះបានបាទសូមបញ្ជាក់ដែរថាចំពោះមុខវិជ្ជានៅកន្លែងនេះគឺយើងអាចរើសបានតែម្ដងទេនៅក្នុងឆ្នាំសិក្សាហ្នឹងអញ្ចឹងគ្រូសូមធ្វើការប្រុងប្រយ័ត្នអញ្ចឹងនៅក្នុងករណីសមត្ថភាពស្ដាប់នេះអត់បានជ្រើសរើសអញ្ចឹងបន្ទុកប្រចាំខែយើងក៏អត់មានកន្លែងដាក់បន្ទុកសមត្ថភាពស្ដាប់ដែរចំពោះមុខវិជ្ជាបន្ថែមក្នុងករណីសាលាលោកគ្រូមានមុខវិជ្ជាបន្ថែមថ្មីឧទាហរណ៍បាទចឹងឧទាហរណ៍មុខវិជ្ជាបន្ថែមថ្មីភាសាចិនក្រុមមុខវិជ្ជាយកផ្សេងដូចភាសាគឺមានទេបន្ទុកអតិបរមាអញ្ចឹងព្រោះបន្ទុកអតិបរមាគឺបន្ទុក full maximum នៃបន្ទុកពេញរបស់គាត់ប្រមាណគាត់10បាទចំពោះបឋមគឺ10អញ្ចឹងបន្ទុកដកចេញនេះឧទាហរណ៍សម្រាប់មធ្យមសិក្សាគឺមានភាសាអង់គ្លេសឬក៏ភាសាបារាំងអញ្ចឹងនៅពេលដែលគាត់ប្រឡងហ្នឹងគាត់បន្ទុកគាត់បាន50មែនប៉ុន្តែគាត់ដក25ហ្នឹងដើម្បីយកទៅបូកជាមួយនឹងបន្ទុកសរុបបាទមានចែកទេបាទអញ្ចឹងចំពោះនេះក៏អត់ទេយើងមិនបាច់ចាំនេះទេអញ្ចឹងយើងអាចចុចបន្ថែមមកអញ្ចឹងនៅកន្លែងមុខវិជ្ជាបន្ថែមនេះនឹងឃើញភាសាចិននៅក្នុងនេះហើយនឹងជាប់នៅក្នុងកន្លែងបញ្ចូលបន្ទុកប្រចាំខែតែម្ដងមួយទៀតចំពោះតារាងនិទស្សតារាងសន្ទុះនេះគឺប្រព័ន្ធនឹងធ្វើការគណនាអូតូម៉ាទិកនៅកន្លែងនេះបើក្នុងករណីលោកគ្រូជ្រើសរើសទាំងអស់នៅក្នុងបន្ទុកមុខវិជ្ជាតែក្នុងករណីលោកគ្រូមានការប្រែប្រួលសន្ទុះឬក៏មេគុណតាមខែអញ្ចឹងគ្រូអាចឧទាហរណ៍ខែមករានេះមានមុខវិជ្ជាខ្លះយើងជ្រើសរើសអស់មែនប៉ុន្តែក៏បានប្រឡងអញ្ចឹងយើងអាចដាក់ផ្ទាល់ខ្លួនបានពេលដាក់ផ្ទាល់ខ្លួនបានគឺគ្រូអាចមកកែនៅទីនេះបានអញ្ចឹងយើងអាចដាក់ថាតែ15ទេវាគុណ15ដោយសារតែ3មុខទៀតក៏អត់បានប្រឡងអញ្ចឹងយើងអាចកែប្រែបានជារៀងរាល់ខែបាទឆមាសក៏ដូចគ្នាបាទអញ្ចឹងបន្ទាប់មកយើងចុចបង្កើតមកអញ្ចឹងគ្រូនឹងមានថ្នាក់ថ្មីមួយថ្នាក់ទី1ងដែលមានឈ្មោះគ្រូបន្ទុកថ្នាក់ចន្ទ្រាបាទអញ្ចឹងយើងអាចចូលទៅពិនិត្យមើលឡើងវិញបានគឺត្រឹមត្រូវសន្ទុកម្ដងទៀតយើងមានថ្នាក់ថ្មីថ្នាក់ងដែលមានគ្រូបន្ទុកថ្នាក់គ្រូចន្ទ្រាបាទចំពោះការកែប្រែនេះដែរក្នុងករណីប្រវេសនការទៅដំណើរការហើយក្រុមមុខវិជ្ជានៅកន្លែងនេះគឺមិនអាចធីកដោះដូរបានទេអញ្ចឹងពេលដែលគ្រូជ្រើសរើសមុខវិជ្ជានៅកន្លែងខាងមុខនេះសូមមេត្តាប្រុងប្រយ័ត្នហើយក្នុងករណីបើមានមុខវិជ្ជាបន្ថែមគឺគ្រូអាចមកបន្ថែមនេះទីបានបាទចំពោះតារាងសន្ទុះនេះ
ក៏អាចកែប្រែបានជារៀងរាល់ខែបាទក្នុងករណីដែលប្រព័ន្ធដាក់ជា default ជូនគ្រូទៅគឺมันត្រឹមត្រូវដោយសារតែមានការប្រែប្រួលលក្ខខណ្ឌណាមួយបាទអញ្ចឹងសូមអរគុណចំពោះវីដេអូទាក់ទងនឹងការគ្រប់គ្រងថ្នាក់រៀននេះខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្ណេះសូមអរគុណ